Hai củ Bộ. ខ្ញុំមកស្ដាប់មនុស្សច្រៀងចំបាញ់នេះតើនរណាជាអ្នកច្រៀងទំនុកយូវ៉ាពីរំក្តែងក្តែងនាទីនេះពីប្រុសយុវ៉ាភិរមជាអ្វីជាសត្វឬក៏ជាមនុស្សខ្ញុំបាក់ដូចជាមិនដែលលើឈ្មោះនេះពីមុនមកសោះទៀតណែអ្នកភ្លើងយូវ៉ាភិរមជាទំនុកច្រៀងហើយខ្ញុំចង់ដឹងតើមិនមិញនេះតើនរណាជាអ្នកច្រៀងបាទខ្ញុំបានមិនមែនជាអ្នកច្រៀងទេគុណហើយកុំថាឡើយភ្លេងយុវ៉ាភិរមជាបទទំនុកថ្មីតែបទសកវ៉ាចុះខែអង្គទូរាល់ឆ្នាំពួកខ្ញុំបានទៀតមិនចេះច្រៀងទៀតមិនចេះច្រៀងទេទៀតអ្នកឯងច្រៀងក្តែងប៉ុណ្្នឹងហើយនៅតែបកកែកចេះទៀតខ្ញុំបានជម្រាបហើយថាខ្ញុំបានមិនមែនជាអ្នកច្រៀងទេកូននៅតែបង្ខំកូននៅតែថាខ្ញុំបានហ្នឹងជាអ្នកច្រៀងគុណបើខ្ញុំបាននេះចេះច្រៀងខ្ញុំបាននឹងជូនគុណស្រស់ឥឡូវនេះភ្លាមនេះកំពុនខ្ញុំលើសម្លេងចែកចាស់ច្បាស់ណាស់ហើយនៅក្នុងចាស់នេះនៅតែណែអ្នកគាត់មែនទេបាទនៅក្នុងផ្ទះនេះមានតែខ្ញុំបានម្នាក់ទេគុណតែខ្ញុំបានមិនមែនជាអ្នកច្រៀងទេមនុស្សបែបនេះនិយាយខ្មែរចេះស្ដាប់ចុះបើមិនចេះស្ដាប់ភាសាខ្មែរធ្វើមិននិយាយស្ដាប់គ្នាបានអត់បានណាខ្ញុំនិយាយខ្លាំងណាស់ខ្ញុំសង្ឃុនគុណកុំអាបញ្ញាទៅណាអីគុណអីគុណចង់ជឿទៅណាណាទៅដេកកុំអាជឿទៅអីគុណមិនគួរលះបង់ធម្មជាតិនោះបងស្រស់តកានាពេលរាត្រីម៉ែគួរឲ្យចង់គុណនោះទេគុណខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូចនេះដែរពិតមែនទេគុណតែស្អប់មនុស្សឈួតប្រើនៅទីនេះគុណនៅទីនេះខ្ញុំមនុស្សឈួតទេគុណមកហើយចុះគុណអញ្ជើញទៅអង្គុយលេងនៅសួនច្បារខាងនោះគុណធម្មជាតិដល់ស្រស់ត្រកាម៉ែគួរឲ្យចង់គុណណាគុណអាយ៉ាត្រជាក់សោះខ្លាំងចិត្តពិតមែនទេគុណធម្មជាតិជារបស់ដ៏ចម្លែកនេះអាចប្រឡំលួងលោមដួងចិត្តរបស់មនុស្សយើងឲ្យបានសឹកសួរគុណលើចាំលេងឡំនឹងក្លិនពីដោដ៏ក្រអូបឈ្ងុយឈ្ងុយហាក់បបោះអង្អែអារម្មណ៍មនុស្សយើងឲ្យបានសឹកសួរគុណបើគុណអង្គុយតែម្នាក់ឯងនឹងធម្មជាតិបែបនេះតើគុណធ្លាប់នឹកគិតស្រមៃដល់ញាតិមិត្តតែនៅឆ្ងាយដែរឬទេខ្ញុំក៏ធ្លាប់នឹកដែរចិត្តចុះចិត្តវិញបាទខ្ញុំបានក៏ធ្លាប់នឹកដែរគុណនិយាយអញ្ចឹងតាំងតែពីខ្ញុំបានមកស្នាក់អាស្រ័យនៅលើផ្ទះគុណខ្ញុំបានដូចជាមិនដែរឃើញអ្នកម្ដាយគុណសោះខ្ញុំគ្មានម្ដាយទៅចិត្តចម្លែកដែរបើគុណគ្មានម្ដាយតើគុណទៅបដិកម្មបានអត់ណែមិនបានតែគាត់ឯងនាំមកតាមម្ដាយខ្ញុំខ្លាំងពេលតែគ្មានម្ដាយនេះគឺថាម្ដាយខ្ញុំក៏មិនជាកម្មតាំងឯងតែឯងយល់ទេបាទខ្ញុំបានយល់ទេគុណកុំអានខ្លួនអីគុណ
តែคนនៅក្រំបាជាខ្ញុំបាទតាមម្ដាយចាឯងក៏ខូចដែរមែនទេคนនៅក្រំបាជាខ្ញុំព្រោះคนនៅមានឪពុកជាអ្នកថែរក្សាពេញបាទចំណែកខ្ញុំគ្មានទាំងឪពុកគ្មានទាំងម្ដាយប្រសិនបើគុណជាខ្ញុំហើយថែមទាំងជាស្ត្រីរស់នៅក្នុងជីវិតក្រីក្រលំបាកតោកយ៉ាងមានពេលខ្លះរកតែបាំងកូនពោពោពុបាខាតាវានឹងទៅជាយ៉ាងណាជីវិតរត់ស័ក្តិអំតែម្នាក់ឯងតើវានឹងទៅជាយ៉ាងណាជីវិតតោកយ៉ាក់មួយនេះចង់តាំងពីចិត្តមនុស្សនៅទីនេះតើបានសួរចិត្តឲ្យនៅបាទគុណតាំងកាយពីខ្ញុំបានមកស្នាក់អាស្រ័យលើផ្ទះគុណខ្ញុំបានស្រួលច្រើនណាស់គុណខ្ញុំមិនភ័យព្រួយរឿងអត់បាយប្រហាយទឹកស្លាប់ទៀតទេបើបោបាយវិញនៅតែមានក្តីមេត្តាដល់ខ្ញុំយ៉ាងនេះជានិច្ចតទៅអូតតែផ្លែចាំមិនចាស់មិនអាចនិយាយចឹងទៅខ្លាចអីគេគុណបើខ្ញុំមានបាត់នឹងផ្ទះសម្អាតពិតមែនមកនេះនិយាយថាចាត់ទុកបបៃលិនជាផ្ទះទៅហើយឥឡូវថាគ្មានទៅវិញណាហើយចុះគុណយកច្រើនហើយអំណាចនៃទឹកសន្សើរនិងខ្យល់រងាបែបនេះអាចឲ្យគុណទៅជាផ្ដាសាយបានគុណអញ្ជើញឡើងទៅសម្រាប់ចុះអញ្ចឹងខ្ញុំទៅសម្រាប់មុនណាបាទចិត្តឯងមិនទាន់ងុយគេទេអត់ខ្ញុំបានមិនទាន់ងុយទេគុណតែចង់នៅមើលរស្មីនួនចាំបន្តិចទៀតគុណឡើងទៅសម្រាប់ចុះលោកវិញមានណាចាហេតុអីខ្ញុំត្រូវស្ដាប់បង្គាប់គេនោះតែខ្ញុំឃើញតែផ្នែកលឺនឹងទៅជាតិចាលឺអីនិយាយអីខ្ញុំមិនគិតទេចាមិនគិតទេតែខ្ញុំចង់ឲ្យអ្នកនាងចូលទៅវិញតែអ្នកនាងកុំឲ្យចាំចិត្តតែមិនយកបាយណាចាសន្សាមតែធ្លាក់ហើយត្រជាក់ខ្លាំងអាចធ្វើឲ្យយើងទ្រង់ក្តៅងាយផ្ដាសាយបានណាចាណ៎នឹងជួយចិត្តគេណ៎តែចាកុំនិយាយបែបនេះចឹងត្រូវគេនិយាយមិនខឹកមិនឈៀងមិនទឹកពីច្បាយនេះនោះអីខ្ញុំគ្រាន់តែចូលចិត្តស្ដាប់គេនិយាយបានតែចាំមកយកជ្រៅហើយកុំនិយាយច្រើនពេកទៅគេចាទៅទេបើជួនជាត្រូវរដូវរងាដូចក្នុងវេលានេះក៏កាន់តែត្រជាក់ខ្លាំងឡើងលុះលឺសូរទឹកសន្សាមធ្លាក់ចុះពីស្លឹកឈើមិនដាច់សំនឹងពន្លឺដួងច័ន្ទមួយចំហៀងផងនោះធ្វើឲ្យនារីទុនចិត្តដែលធ្លាប់តែមានះចំពោះសម្ដីដ៏ផ្អែមត្រជាក់របស់កំឡោះចិត្តដោយយកអ្វីមកចាក់ទម្លុះបេះដូងខុននារីឲ្យឈានជើងតាមបញ្ជាមិនរឹងត្អឹងដោយពីមុនទៀតឡើយ
ណាឃើញរីរៀបចំរួចរាល់ហើយនៅលោក ចាចិត្តមួយហើយលោកប៉ា សនសន តាទៀន យ៉ាងមិនទៅហើយរត់យន្ត តាទៀនប្រុសយុគមិញនេះខ្ញុំរៀនម៉ាស៊ីនវាហើយរៀនចូលវិញអស់ហើយស្រាប់តែព្រលឹមឡើងទេអត់ឆេះចំណងទៀត ប្រជាជនតើប្រជាជននឹងជួយទៅណាដែរ អូខ្ញុំត្រូវទៅទទួលលោកបលាក់អីស្រុកសង្កែបន្តិចតែរថយន្តនេះវាមិនព្រមឲ្យទៅសោះចឹងចឹង ពីប្រុសសារឲ្យខ្ញុំរវៃសាប់មើលប្រែលុយឆែកទៀត សាក់មើលទៅចឹងសុំនាំគេទៅ តាមួយ ช่วยไหนรถยนต์เจอ រថយន្តយើងវាខូចឥឡូវនេះតាសុននាំចៅចិត្តទៅពិនិត្យមើលបន្តិចតាកូន tích tao mình rồiจะđóng ba អូទៀនប្រុសឆេះឲ្យទៀនឆេះហើយតែបានចិត្តគេណាធ្វើទៀន ប្រជាជនខ្ញុំរកកន្លែងឃើញហើយទៀត គ្រាន់បើមែនចៅចិត្ត បាទ ខ្ញុំបាទមានចរិតចូលខ្លួនទៀន ចាំមិន ព្រឹកមិញហ្នឹងប្រពន្ធខ្ញុំចាស់ហ្នឹងមកលេងផ្ទះឥឡូវលេងខាងគេទៅវិញទៅនេះហើយអាសៀននេះទៀតសូមអនុញ្ញាតឲ្យចៅចិត្តហ្នឹងជំនួសខ្ញុំចាស់តាមទៅទៀត មើលចិត្តឯងបើរថយន្តចំនួនតាសុនមួយថ្ងៃបានទេ ผมដូចកាយទេបានទៀត អរគុណដល់ក្មួយអរគុណណាស់ណា តែមិនណាទេអូន បាទគឺរៀនទៅណាទៀត ទៅចាំ យ៉ាតែ បាទអូន ទៅណាបាទអូនបាទមកសួរបងផង អូនស្ដាប់សួរសុខទុក្ខអូនស្រីឲ្យខ្ញុំផងអូន អូនទៅណា បញ្ញាមកវិញអូនណា ហើយ អូដាច់គុណខ្ញុំសុំចូលយកអីវ៉ាន់នៅក្នុងផ្ទះបន្តិច ទៅចុះឲ្យប្រយ័ត្នមកវិញណា បាទ តោះកូនយើងទៅចាំរថយន្តមុនហើយយកអីវ៉ាន់ទៅទុកក្នុងរថយន្តទៅហើយទៅណា เจอปลา តោះកូន ไปนะฉันนี่พลิกวันเนี่ยออกคนจันให้เมื่อไทยตามแต่ละอ้อแล้วไหนเราเสียงตัดปุกให้มาไว้ให้จ้าเนี่ยนี่ បើជូនលោកលួងរតនសម្បត្តិនិងចៅវាយស្រីដ៏ស្រស់ស្អាតដែលចៅចិត្តតែងតែប្រាថ្នានៅក្បែរនោះគឺកញ្ញាខុនរីកូឡាបៃលិនដំណើររថយន្តរំកិលទៅមុខបើកកាត់ជើងភ្នំមួយសន្ទុះក្រោយរថយន្តក៏មកដល់ស្រុកសង្កែដែលជាទីក្រុងបាត់ដំបងឪពុកនិងកូនក៏ចុះពីរថយន្តសម្ដៅផ្ទះមួយក្បែរសាលាស្រុកសំចតប្រហែលកន្លះម៉ោង កំឡោះចិត្តនិងខុននារីពេលនេះបណ្ដាគ្នាចូលផ្សារត្រសងប្រៀបដូចជាគូស្នេហ៍មួយគូទៅនឹងការហើយថ្មីថ្មីខុននារីបណ្ដាចិត្តតែងមហោបត្រឡប់ទៅវិញរថយន្តក៏ធ្វើដំណើរទៅមុខតែម្ដងនេះក្នុងរថយន្តថែមមនុស្សម្នាក់ទៀតជាកំឡោះស្រុកសង្កែគឺបាឡាត់
ចៃចិត្តពេលនេះមិនសប្បាយចិត្តនឹងខុននារីដែលញញឹមសើចលេងជាមួយលោកកំឡោះបាឡាពេលខ្លះចិត្តបាក់ឡានចូលចំហុកឯលោកលួងរតនសម្បត្តិសើចនឹកហួសចិត្តមានពេលខ្លះចិត្តភ្លេចខ្លួនច្រណែនខុននារីនិងបាឡាគេក៏ភ្លេចកាច់ចង្កូតធ្លាក់ចំហុកស្ទើរកាច់ចំកេះខុននារីដូចជាយល់ក៏លេងស្និទ្ធស្នាលជាមួយបាឡាស្រុកលោករថយន្តបោផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិចក៏ទុចងក់រលត់ម៉ាស៊ីនទៅមុខមិនរួចនាកណ្ដាលព្រៃស្ងាត់យ៉ាងមិនដឹងចៃចិត្តอุ้ยមិនអាចចៃគាត់បានទៅមុខទៀតទេ បាទទៀតប្រុសពោទៅទៀតបានទៀតព្រោះបងចង់កន្លែងសំខាន់បាយខ្ញុំបានទៀតមិនចេះធ្វើទៅទៀនក៏ទៅជួចិនកន្លងដាក់ថ្មីបានទៀន ម្ដងនេះស្នេហ៍តែ ហើយបើឯងបោរឿងយ៉ាងម៉េចតើតែខុសអស់ បាទទៀនខ្ញុំបោដូចគេដូចឯងដែរទៀន បើបើឯងបោអត់ដល់លើក៏ឡើងទៅខុសដល់ឡើងដែរ ទុកលើឃើញនឹងថ្ងៃស្រាប់ថាខ្ញុំបោដូចតែគេហ្នឹងឯង ចុះធ្វើមានមកកគោមិនក៏ឯងបោអត់ដល់លើទៅមានតែគាត់ឯងនេះចុះតែទៅយុគ ចង់លោកទៅថាខ្ញុំជាអ្នកខ្លាចអត់តែចំហុក បងប្រយ័ត្នសុទ្ធទៀតគាត់ឯង បាទទៀនខ្ញុំបាននិយាយទៅសម្ដីគូសមមកហើយទៀន ណា បាទ មិនក៏បើណាឆ្លាញ់គាត់ឯងរត់ថ្ងៃនេះកុំពីកម្មករស៊ីឈ្នួលគេដែរ បាទខ្ញុំបានជាអ្នកស៊ីឈ្នួលគេពិតមែនតែខ្ញុំបានមិនមែនជាអ្នកស៊ីឈ្នួលលោកប្រឡាស់ទេ ណាហើយពុកជជែកគ្នាទៅការជជែកគ្នានៅពេលនេះក៏វាគ្មានបានប្រយោជន៍អ្វីដែរពាក្យចាស់លោកថាសាបបាក់ដៃប្រៃមិនចិត្តបែបទេ ពីប្រុសហើយខ្ញុំបានហ្នឹងជាក្មេងល្ងទៅសុំសួរថាសាបមួយដៃប្រៃមួយចិត្តនោះមានន័យយ៉ាងម៉េចទៅទៀត មែននេះចេះគេចង់ប្រៀបធៀបទៅនឹងមនុស្សមួយចំនួនដែលមានហេតុការណ៍កើតឡើងដោះសារយកទៅរួចខ្លួនចូលចាំណាស់ចៃចិត្តធ្វើជាមនុស្សត្រូវចេះទទួលយកការពិតខុសគឺខុសត្រូវគឺត្រូវស្ដាប់បានទេ បាទខ្ញុំបានចងចាំជានិច្ចប្រជាជន ប៉ាអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅដល់ទេលោកប៉ា បាទកុំមិនដឹងទឹកយ៉ាងម៉េចដែរកូន ពីប្រុសយើងតោងរងចាំនៅទីនេះសិនទម្រាំមានរថយន្តបោកកាត់មកទីនេះព្រោះបើសិនជាបានទៅប្រហែលជាពាក់កណ្ដាលព្រាបទៅដល់ផ្ទះប្រជាជន អញ្ចឹងយើងតោងតែស្នាក់នៅក្នុងព្រៃមានប្រយោជន៍អីមែនទេលោកប៉ា ពិតមែនហើយកូនមើលចុះម៉ើនេះមកបួរសៀនទៅហើយឬមួយក៏កូនចង់ដើរទៅបានតាមចិត្ត តែលោកប៉ាទម្រាំតែដើរដល់ផ្ទះកូនប្រកាសជាស្លាប់ពីតែកណ្ដាលផ្លូវដាក់ជាមិនខានគាត់ឯងហើយ អើយអូคนខ្ញុំបាទសោចខ្ញុំបាទសោចនឹងសាក់សម្រាប់មួយនោះវាហុកលួចពីដើមសំហងទៅតាមបន្ទូតព្រៃលាក់មកដល់ដីបកាច់បានជាខ្ញុំសោចហ្នឹងទៀត គេភ័យគ្រប់គ្នាតែគាត់ឯងតែសើចស្វាយ បាទដោយសារសត្វកប្រុសហ្នឹងវាមានជើងដល់ទៅ4
ហើយនៅតែធ្លាប់ស្លៀកធ្លាក់មកដល់អីបានជាខ្ញុំសោយណាស់វាគុណហេតុអីបានជាគុណចូលចិត្តឆ្កយឆ្កងជាមួយអាគុណឈ្នួលមែនទេ នរណាប្រាប់លោកថាខ្ញុំចូលចិត្តឆ្លើយឆ្លងមកចាត់ តែខ្ញុំឃើញភ្នែកណាខ្ញុំឃើញគុណទៅចែកជាមួយវាក៏តែក៏ច្រោះម្លឹងហើយគុណនៅតែទៅចែកជាមួយវាទៀតវានេះជាកម្មករបើមិនចេះគួរសមទេគុណមើលទៅ ចាកម្មករម្នាក់នេះប្រហែលបន្តិចមែនតែឧស្សាហ៍ធ្វើការណា ប្រហែលវាទៅតាមនៅមែនបានពីដើមមកមិនដែលឃើញសោះ ចាទុំនឹងមកនៅប្រហែល6ខែប៉ុណ្ណោះនៅលោកប៉ាមានចិត្តអាណិតបេតាតែឃើញថាជាមនុស្សកំព្រាឪពុកម្ដាយហើយបានប្រគល់ឲ្យទៅជាអណ្ដូងត្បូង ហើយញញឹមនឹងភាពវៃឆ្លាតរបស់ចាត់ដែលខុសពីបាឡាត់អង្គុយស្ងៀមចាំតែហូបស្រាប់រីត្រីកាលក៏ចូលមកដល់ បានប្រកាសទៅជួប ជុំនេះយើងគួរចែកវិទ្យាជាងទៅបានដំបូងខ្ញុំចាត់ឲ្យចៅចិត្តជាអ្នកជាមុនគេចុះ បាទទៀត ឯលោកបលាស់ជាទី2ឯខ្ញុំសូមចូលទៅសម្រាប់មុនហើយໄວទុកបាត់ខ្ញុំអស់កម្លាំងពីល្ងាចណាស់នេះកូន ចាលោកប៉ា ពេលដែលកូនរៀបចំចាត់ចែងរបស់របរទុកដាក់ហើយពេលមួយគេចូលទៅសម្រាប់ក្នុងរថយន្តជាមួយប៉ាណាកូន ចាលោកប៉ា ឯលោកបលាត់ក៏ចាំដែរឆាប់រកកន្លែងសម្រាប់ទៅ បាទប្រតិគុណ នឹងអាចបានផ្លាស់ប្ដូរវេនជាងជាមួយនឹងចៅចិត្តឬទេ បាទប្រតិគុណជើញទៅប្រាក់មិនចុះខ្ញុំបានសូមនៅទៅជ័យលេងជាមួយនឹងគុណបន្តិចសិន លោកប្រឡាក់ណាស់តែទេ ឆ្លើយទេ ចាខ្ញុំឆ្លើយទៅចង់លោកបាឡាត់វិញ បាទខ្ញុំបានខ្លាចទេព្រោះខ្ញុំមានកំភ្លើង ចុះបើលោកឃើញកំភ្លើង បាទខ្ញុំគឺកំភ្លើងក៏ខ្ញុំមកខ្លាចដែរឲ្យតែគុណនេះនៅចិត្តខ្ញុំ ចុះបើគ្មានខ្ញុំហើយគ្មានកំភ្លើងទៀតនោះ បើគ្មានគុណហើយគ្មានកំភ្លើងទៀតនោះពេលនេះក៏ប្រហែលគ្មានចោលដែរតែអាចគ្មានចោល តែលោកបាឡាត់លោកនិយាយពីរឿងអីចោលព្រៃចោលស្អីវាមិនល្អទេ បាទគឺចោលលិចចិត្ត លោកចិត្តណា ចា បាទលោកបាឡាត់អើលោកខ្ញុំអត់ឲ្យ គុណតែខ្ញុំក៏ត្រូវទុកការពីគុណដែរណាគុណ តែចិត្តជាយាមមុន តែ បានឲ្យខ្ញុំមកហើយតែសម្រាប់ចាក់ តាមខានហ្មងនេះគុណចឹងខ្ញុំទៅសម្រាប់ ចាក់ គុណទេ ចិត្តមិនតន់មួយគេទេអ បាទគុណខ្ញុំមិនទាន់រួចទេព្រោះមិនទាន់យប់ជ្រៅតែនៅសម្រាប់ព្រៃបែបនេះដូចជាយប់ជ្រៅណាស់គុណណាមួយអត់មានលេខកាប់ភ្លើងទៀត ច
คนมีการấy à បើមិនទាន់មួយគេនៅចាំលេងសិនចុះហើយណាយកកំភ្លើងຕົកការពារខ្លួន អរគុណ ហើយមួយពេលណាទៅដល់លោកប្រឡាក់ឲ្យចាំយើងពីមុខវិញណា គុណគិតទៅសម្រាប់ឥឡូវនេះទេ ខ្ញុំក៏ទៅសម្រាប់ពីប្រឡប់បន្តិចត្បិតអស់កម្លាំងពីថ្ងៃមកហើយ គុណ តែមិនសូវច្រើនប្រហែលទេ បើមិនសូវខ្លាំងអញ្ចឹងគុណអាចនៅអង្គុយកំឡោខ្ញុំតិចបានទេទេគុណអង្គុយនោះគុណ អ្នកឯង គុណនឹកផ្ទះទេ ខ្ញុំនឹកដែរតែច្រើនចិត្តព្រោះថាមិនមានចិត្តទុំនៅចាំផ្ទះសោះឡើយមានតែចាំម្នាក់ឯងចំណែកតាសុំក៏មិនដឹងថាមកដល់ផ្ទះហើយនៅ មិនអីទេគុណបើជុកនេះមិនមានរថយន្តឬរទេះបោតាមផ្លូវនេះទេខ្ញុំបាទនឹងក្រោកដល់ពីយប់ប្រហែលជាថ្ងៃរសៀលនឹងត្រឡប់មកទទួលគុណហើយនឹងបដិគុណទៅផ្ទះរៀនជាក់ជាខាង តែទៅរួចទៅចាត់បាត់ផ្លូវពីនេះទៅផ្ទះយើងវារៀងឆ្ងាយតែដែរមកចាត់ បាទគុណទោះបីជារួចមកធ្វើសុបិននឹងមិនអាចខ្លាយទៅជាការពិតបានឡើយនឹងឲ្យចុះគុណយកជ្រៅហើយគុណអញ្ជើញទៅសម្រាប់នៅក្នុងរថយន្តជាមួយលោកឪពុកចុះខ្ញុំបានតែចាំយាមគុណកុំមានការពួយបារម្ភអីណា ចឹងខ្ញុំទៅសម្រាប់បានណា បាទគុណទៅសម្រាប់ចុះប្រសិនបើមានអ្នកណាមកយាយីធ្វើអន្តរាយដល់គុណលោកត្រូវតែខ្ញុំបាននេះស្លាប់ជាមុនសិនខណៈនោះខ្ញុំបាននឹងការពារនៅអន្តរាយគ្រប់ទិសទីដើម្បីការពារគុណឲ្យបានគុណទៅសម្រាប់ចុះ ចាត់ផ្លូវអីគេចម្លែកណាស់ចាត់ មានរឿងអីគុណ អី រឿងគុំអីក៏ចម្លែកម៉េះហើយដូចជាដើរសម្ដៅមកកន្លែងពួកយើងទៀតផង ប៉ុន្មានហើយចាត់ខ្ញុំដូចជាភ័យណាស់ គុណទៅដាក់តែគុណនឹងលោកបលាក់មក លោកប៉ាលោកបលាក់ចាប់ក្រោកឡើង ចាំបាច់ទៅមានអីឃើញរី លោកប៉ា ចាំបាច់ចាក់ ទីប្រុសសូមពិនិត្យមើលចុះរឿងគុកច្រើនណាស់ហើយចម្លែកទៀតផង អូតិចពួកចោលហើយអូមកឯងជាពួកចោលមែនហើយ ប៉ុន្មានតែគុណតែគុណឆាប់រកកន្លែងលាក់ខ្លួនសិនទៅគុណឆាប់ទៅរកកន្លែងលាក់ខ្លួនជាមួយនឹងម្ដាយគុណនឹងលោកបលាក់ទៅ ប៉ា មិនឈ្មោះ ប៉ាខ្ញុំខ្លាចណាស់ គុណក៏ខ្លាចអីធ្វើចិត្តដល់នឹងឡើយពេកពាក្យដែលខ្ញុំបានសន្យាមុននេះហើយ ប៉ា មិនឈ្មោះមកកន្លែងទៅមិនឈ្មោះ ý xử lý cũng cái lương xâm chân quân quân Đó bây giờ đừng biết mà đúc con mày với Bố ơi sắp có bia chết Ôm ơi người đó phải nào rồi cho sao vậy តែចាត់ខ្ញុំ Bây giờ người nhà nét con người chết Hỏi cho bạn biết tên của mẹ Thì tới của môi rồi không Trời ơi con bia chết Lưới ចាត់ខ្ញុំភ័យណាស់ចាត់កូនឆាប់តាមខ្ញុំមក
Thôi nhà mày tay chân Bộ dân có sao nó tí thêm đây ទេគុណបើសិនថាពេលវេលានេះជាពេលវេលាចុងក្រោយនៃជីវិតមួយនេះខ្ញុំសង្សារភាពផងខ្ញុំខ្លាចស្រឡាញ់គុណ Có khổ chắc ស្រឡាញ់ជាងជីវិតខ្ញុំទៅពេលឲ្យគុណ Chứ vì mình Mày chắc chắn mình như vậy ពីមុននៅសំខ្ញុំខ្លាំងតែពេលនេះពេលនេះបាក់ហើយជាពេលវេលាចុងក្រោយរបស់ខ្ញុំពុំមានពីច្រើនណាស់គុណវាមិនទុកឲ្យខ្ញុំរស់ទេkalau beliau berkeluar jangan kotang kaki ini tak ada cuma percuma terang jumlah sampai kakiคนชาติรุ่นแต่ละชายก็มาวันนี้สนับสนุน Tê chắc nhau Nhưng mà nó tao chào chặt tê ថ្ងៃនេះថ្ងៃនេះខ្ញុំបានមិនសារភាពថាស្រឡាញ់គុណជុំគុណស្រឡាញ់ខ្ញុំវិញទេ Cha Người ấy có sự lạnh chặt tay Sự lạnh theo Chắc là bóng người đi mẹ không Ông chặt Ông sự lạnh con Saya pergi buka apa yang dia cakap. Kau lebih kacau. Agak kacau kulit. Nhung là trên cái tàu tàu. Một con đấy. Nhung một cà phê khôn. Nhung một cà phê khôn. Chặt tôi đã Nơi vì lìa đã bong vô dần lọc Snap tài lệ mong tà son Nâng bong bà ôn cả một coi dân chỉ chá Cót bạc tha Bắt bộ dân du bếp Hai bên dịch đây tôi bà rầm Cái chụp trô thạ tam hờ Có tà son chơi rồi tuần bong thang dốc mọc tà tuần bộ dân Snap Snap ta bật tà khớn bộ dân trơ chào plan Bộ quạt còn non kia say bằng ai To tại trao rất cho prey Tớ bộ dương lơ bong đã được dân vào mọc te Rương từ bài bên là bong Khôn.ខ្ញុំបាទគួរតែស្លាប់នៅទីនេះខ្ញុំបាទមិនគួរមកដល់ទីនេះទេខ្ញុំបាទមកជាស្លាប់ដោយសារការក្រក់គ្រាចិត្តនៅទីនេះជាក់ជាមិនខាន Mấy ba chị bong thì dây bạch đi Miền này na chất ở trọ Bạn đang lấy bong slap tê Bong đăng tê Ê lấy đi Nà ná có sẵn bong đai Hay lục ba miền bà sát tha Nó bây là bong chia hai Lâu mình tan tan bong Thì nẹ tiêu tra đông cái bong kẹp óc chúng nó lô Thôi tới lục ba đây chỉ bên trận bằng bong cha la ngay con gái cái chả thì nó sẽ
អីគប់មក ធននៅចាំសម្ដីដែលខ្ញុំបាននិយាយនៅគ្រានោះដែរទេ ចាចាំទាំងអស់គ្មានភ្លេចមួយម៉ាត់សោះហេតុអីក៏បងសួរខ្ញុំមិនឆ្នេះ ខ្ញុំបានមិនគួរនិយាយពាក្យមួយចិត្តមកទេធនតែការដែលខ្ញុំបានហ៊ាននិយាយពាក្យមួយចិត្តមកព្រោះគិតថាខ្លួនមុខជីវិតគ្មានជីវិតរស់នៅលើលោកនេះទៀតទេតែឥឡូវបែរជាមិនស្លាប់ គ្មានអ្នកណាចិត្តអាក្រក់ធ្វើបាបបងឲ្យមានសេចក្តីវេទនាចិត្តទេនេះបងមិនជឿនារីទេហ៎ បងជឿអស់ពីពោះទៀតផងតែនឹងមានប្រយោជន៍អ្វីអស់ឋានៈយើងខុសគ្នាឆ្ងាយដូចមេឃឬដីបែបនេះគុណខ្ញុំថាជាមនុស្សលើតែគុណដូចពាក្យទំនៀមលោកពោលថាឆ្លោះเป็นเจาะមិនមើលសមោប្រាំងដំជើងក្រានមិនប្រមាណនឹងឆ្នាំដៃខ្លីខំស្វាអោប៉ុណ្ណឹង គិតច្រើនហូបប្រមាណតែខ្លួនឯងចុះនារីប្រាប់ឲ្យថាស្រឡាញ់យ៉ាងអស់ពីចិត្តក៏នៅតែមិនជឿនារីទៀតហ៎ចុះចង់ឲ្យនារីធ្វើដូចម្ដេចនារីស្រឡាញ់តែបងចិត្តម្នាក់នេះហើយនារីមិនត្រូវការអ្វីទាំងអស់ក្រៅពីក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់បងចិត្តតែប៉ុណ្ណោះ មែនទេគុណ នៅតែមិនជឿទៀតមែនទេបងចិត្ត បងជឿហើយនារីអូនបងមិននឹកស្មានថាទេវតាបងបៃលិនប្រោះប្រាំងដល់បងឡើងទៀតគុណ ចង់តែគេស្រឡាញ់តែតាំងអួតខ្លួនយ៉ាងសម្បើមតែម្ដងហ៎ ចូលនារីស្អប់ដងហ្នឹងទៅ ចាស្អប់ណាស់ អត់មើលស្ដាយ បងស្អប់ណាស់មិនគុំបន្ទប់បងឲ្យស្លាប់នៅក្នុងព្រៃនឹងតែម្ដងទៅ គង់តែអាណិតបន្តិចទេគង់អីទុកឲ្យស្មាតខ្លំខ្លុយនៅក្នុងព្រៃនោះបាត់តា និយាយអញ្ចឹងលោកប៉ាគាត់ជ្រាបរឿងរបស់យើងទៀតគុណ ចាមិនតន់ជ្រាបទេបង បងលោកជ្រាបលោកក៏គាត់ជាដាក់ទោសបងចាក់ជើងខាងបងព្រួយចិត្តណាអូន ចាអានសម្ដីបងឯងណាបងចិត្តលោកប៉ាមិនចិត្តអាក្រក់ដល់ម្លឹងទេលោកចាស់ទុំអីលោកតែស្គាល់រត់អំណាចសេចក្តីស្នេហាជាងយើងក្មេងៗទៅទៀត តែបងជាមនុស្សកំសត់ទូរទស្សន៍ហើយក៏គ្មានទ្រព្យសម្បត្តិមានតែជីវិតនិងរាងកាយតែប៉ុណ្ណោះ ប៉ុណ្ណឹងក៏ល្មមគ្រប់គ្រាន់ហើយសម្រាប់នារី គ្រប់គ្រាន់តែសម្រាប់អូននារីហ្នឹង ទូលោកប៉ាក៏មិនត្រូវការអីទៀតដែរ អូនបកខត់ហើយ ចាប្រកាសណាស់ ចឹង ព្រោះខ្ញុំតាំងពីតូចដូចឆ្មាមកខ្ញុំនៅជាមួយលោកប៉ាខ្ញុំស្គាល់ចិត្តលោកប៉ាច្បាស់ណាស់មិនថាឡើងចិត្តលោកប៉ាសូម្បីតែចិត្ត សូម្បីតែចិត្តបងក៏អូននារីដឹងដែរមែន ដឹងទេបងប៉ុនកុហកលេខ1 បងកុហកបងកុហកអូនរឿងអី នៅធ្វើពុតទៀតកូនលោកពូកូនសិស្សសាលាវត្ត ចុះបងរៀននៅសាលាវត្តមែនទេ ចុះសាលាវត្តមានរៀនប្រវត្តិភូមិសាស្ត្រវិទ្យាសាស្ត្រទំនើបថ្មីដែរហ៎ បង
បងដូចជាអត់ដឹងទេអូន នឹងបងណាទៅទៅ តែខ្ញុំឃើញសភៅទាំងអស់នេះនៅក្នុងបន្ទប់បងឯងហើយមានសញ្ញាជាឈ្មោះបងឯងជាអក្សរបារាំងទៀតផង បងនេះណែចា នេះក៏ដូចតែអូន ប៉ុន្តែតែកុហកខ្ញុំទៀតមិនចាអាចរិតកុហកហ្នឹងខ្ញុំខឹងនឹងឯង អូនរីហ៊ានខឹងបងដែរហ៊ានខឹងដែរ ចាស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុណ្ណឹង តែអូនគិតថាអូនរីមិនស្អប់ហើយមិនខឹងនឹងបងទេ ហេតុអី ព្រោះមុននេះអូនរីប្រាប់ថាស្រឡាញ់បងមួយអីនេះសម្លេងណាអាណាគេមកជួបនៅផ្ទះយើងអូន បងចាត់អ្នកណាគេមកហ្នឹង អូគឺម្ល៉េះស្រុកសង្កែតែម្នាក់ទៀតពោះខ្មៅសក់កញ្ញាអូនមិនដែលស្គាល់ទេអូន យីហើយបងឯងមិនចង់ទៅទទួលធ្វើជំនួសប៉ាផង ចុះអូនមិនក៏មិនចង់មិនក៏ប្រហែលបងជំរាបសួរលោក ជំរាបសួរគុណ ចាជំរាបសួរ ស្អាតបងទេ គុណបានសុខកាយសប្បាយចិត្តណាស់មែនទេ គ្មានហេតុផលត្រូវអំពលឲ្យក្តៅក្រហាយទេលោក ចង់លោកឪពុកនៅទេគុណ ចាលោកប៉ាប្រហែលជានៅក្នុងបន្ទប់មើលសភៅនៅខាងលើហើយចូលទៅលោកបាឡាក់មានธุរៈអីហ៎ បាទមានខ្លះដែរខ្ញុំបាទមកលោកខាងមកទិញត្បូងដើម្បីយកទៅលក់នៅពេលនគរ ចាអញ្ចឹងអញ្ជើញលោកចាំនៅទីនេះសិនខ្ញុំទៅជម្រាបលោកប៉ា បាទគុណ បងចាត់បងទៅប្រាប់ចាន់ឲ្យលើកទឹកមកទទួលភ្ញៀវផងណា បាទមើល លោកជួយលេងសិនមក លោកប៉ាមានភ្ញៀវមកក្រោប ពីណាគេគុណ បាទប្រជាគុណថ្ងៃនេះខ្ញុំនាំលោកខាងមកជួបនិយាយរឿងតម្លៃត្បូងទៀត ប្រជាគុណល្អហើយលោកចង់ទិញត្បូងប្រភេទណាដែរ បងច្រើន បើចង់ទៅពិនិត្យត្បូងសូមជួយទៅផ្ទាល់តែម្ដងទៅក្នុងបន្ទប់ បាទប្រជាគុណ មកសូមជួយទៅតាមខ្ញុំចាចិត្តមកជួយរឿងត្បូងឲ្យជាងពីពិនិត្យដែរ បាទទៀត មកតាមខ្ញុំ ជើងនៃគុណបាទលោកខាង ជួយលោកសូមជួយ បានជើងប្រជាគុណ ហាក់លោកបាឡាក់ថ្ងៃលោកមកតែកែមកទិញត្បូងចុះមិននៅជួបពិភាក្សាជាមួយលោកប៉ាមិនតែចេញមកក្រៅអញ្ចឹង គុណឥឡូវដូចជាប្លែកណាស់ ខ្ញុំនៅតែធម្មតាទៅជាគ្មានអ្វីប្លែកផង បាទតែខ្ញុំឃើញគុណដូចជារាក់ទាក់ស្ទើរស្ងាយជាមួយនឹងកូនឈ្នួលម្នាក់នោះណាមែនទេ ខ្ញុំថាលោកបាឡាក់កុំនិយាយរឿងអ្នកដទៃបានទេគួរតែនិយាយរឿងការងារជាមួយលោកប៉ាវិញល្អជាង គិតទៅបាយគ្នាមិនបានប្រហែលខែផងខ្ញុំមើលតែគុណថ្លៃច្រើនណាស់ថ្លៃតតែចុះស្មើម្ដង ចេះថ្ងៃណាកន្លងផុតទៅវាមិនដូចគ្នាទេលោកបាឡាក់ គុណនិយាយបែបនេះចង់មានន័យថាយ៉ាងម៉េច ដុំគ្រោះចាស់ឆ្នាំអាចខ្លាចទៅជាពេជ្រ
ជួនកាលមហាសេដ្ឋីក៏អាចខ្លាចទៅជាអ្នកកំសត់ទូរគតបានដែរត្រង់នេះវាស្ថិតទៅលើការប្រព្រឹត្តរបស់មនុស្សម្នាក់ៗទេលោក មិនអីទេគុណខ្ញុំផ្ញើទៅខ្ញុំសញ្ចឹម ចាំមិនទៅលោកតម្លៃត្បូងនេះវាបន្ថយពីទៀត បាទទីប្រុសព្រះគុណយ៉ាងម៉េចហើយតម្លៃត្បូងត្រូវគេដែរទេ មិនអីទេត្រូវឲ្យគ្នាអស់ហើយតែលោកថៅកែចង់សុំទៅពិនិត្យមើលការជីត្បូងខ្ញុំគិតថានាំលោកថៅកែទៅមើលអណ្ដូងត្បូងនៅខាងត្បូងផ្ទះជាងនេះដែរ បាទព្រះគុណ សូមជឿ បានសុំជ័យព្រះជ័យវិញលោកបារ៉ាត់មិនជឿទៅទេ មិនទៅទេងាប់មើលច្រើនដងហើយ អត់ទៀត ខ្ញុំក៏ត្រូវទៅដែរលោកប៉ា គុណប្រញាប់ទៅណាគុណចង់ឲ្យខ្ញុំនឹងអង្គុយម្នាក់ឯងមែនទេ អូបើអញ្ចឹងនារីកូនមើលនៅជជែកនេះជាមួយលោកបលាត់គុំដល់លោកបលាត់សិនសិនណាប៉ានាំភ្ញៀវទៅមើលអណ្ដូងត្បូងតិចទេតិចទៀតប៉ាត្រឡប់នឹងមកវិញហើយណាកូន លោកប៉ា មកចែកចិត្ត បាទ គុណទៅសិនគុណស្រុកមេត្តាជួយសង្គ្រោះខ្ញុំផងបានទេ ឲ្យខ្ញុំជួយលោកកន្លះដូចមិនខ្លះ បើគុណជួយមែនមុខជាបាយខោប្រកបណាស់ លោកកន្លះមិនต้องប្រាប់ខ្ញុំផងតែខ្ញុំជួយដូចមិនដាច់ គុំតែប្រាប់ខ្ញុំលើណាស់ហើយតែសូមគុណកុំកាន់ខ្ញុំអី ចាខ្ញុំមិនខឹងលោកកន្លះទេ ណាខ្ញុំបាទស្រឡាញ់គុណ ណាលោកកន្លះខ្ញុំខ្លាចខ្ញុំចិត្តតែម្ដង មិនបាច់ជាគុណខ្លាចតើស្នេហារបស់ខ្ញុំនេះនិយាយតម្លៃណាទៅ តែលោកកន្លះខ្ញុំនឹកឆ្ងល់ខ្ញុំមិននឹកស្មានថាលោកស្រឡាញ់ខ្លាចដូចជារូបខ្ញុំ តែខ្ញុំអត់មានឆ្ងល់បន្តិចសោះព្រោះខ្ញុំឃើញគុណល្អគ្រប់ប្រការ ខ្លួនខ្ញុំអត់មានអីល្អទេលោកកន្លះ គុំនិយាយមកគុណឯងគុណខ្ញុំបានគិតច្រើនណាស់តែចិត្ត តែចិត្តយ៉ាងម៉េច តែចិត្តមកជម្រាបគុណថាខ្ញុំបានស្រឡាញ់គុណស្រឡាញ់ពេញបេះដូងគុណតើគុណអាចតបស្នេហារបស់ខ្ញុំបានទេថាគុណក៏ស្រឡាញ់ខ្ញុំវិញដែរ រឿងនេះខ្ញុំតបលោកកន្លះបាន ហេតុអីបាយជាគុណតបខ្ញុំមិនបាន ព្រោះខ្ញុំមិនស្រឡាញ់ ហេតុអីបាយជាគុណមិនស្រឡាញ់ខ្ញុំ ព្រោះបែរណាខ្ញុំមិនទទួល អូពធគុណនេះគុណមិនអសរខ្ញុំទេគុណកំពុងតែបំផ្លាញស្នេហារបស់ខ្ញុំហើយ លោកកន្លះមានស្ត្រីច្រើនណាស់ដែលល្អជាងខ្ញុំមិនក៏លោកមិនទៅស្រឡាញ់ តែខ្ញុំបានសូមផ្ញើជីវិតទៅលើគុណម្នាក់ប៉ុណ្ណោះ តែខ្ញុំមិនបានស្រឡាញ់លោក គុណពេលនេះខ្ញុំតច្រើនណាស់ខ្ញុំដឹងហើយហេតុអីបាយជាគុណមកស្រឡាញ់ខ្ញុំព្រោះគុណមានអ្នកដែលស្រឡាញ់ខ្ញុំហើយមែនទេ ណាលោកកន្លះកំប្រាពេកឆ្លៀនទៅមួយលើកខ្ញុំឡើងពេក ខ្ញុំមិនបានឈ្លានពានទេតែខ្ញុំនិយាយតាមពិតយ៉ាងម៉េចចង់ឲ្យខ្ញុំប្រាប់ឈ្មោះឲ្យគុណអត់ចិត្តទេ បើដល់គាត់និយាយទៅ មានអ្នកណាក្រៅពីចិត្តទេ
ព្រោះវាជាកម្មករថ្មីសម្ដីឯងតែពិធីតក្រងដូចមនុស្សសំទៀតគេនេះជាមនុស្សដែលខ្លួនត្រូវការ លោកពិសេសជាងគេខាងណាទៅបានជំនួយងាយគេយ៉ាងនេះចិត្តក្រតែទ្របតែមានគុណសម្បត្តិខ្ពស់មិនដូចលោកទេយ៉ាងម៉េចលោកអានមានប្រាក់យកមកទៅសេចក្តីស្នេហាពីខ្ញុំណាលោកមានប្រាក់ដែលចិត្តគ្មានតែរបស់ដែលចិត្តមានលោកមិនមានសម្បីតែបន្តិចលោកដឹងទេគុណចុះខ្ញុំនេះនៅខ្វះស្អីទៀត សុភាវៈជាបុរស ចុះខ្ញុំនេះមិនមែនជាសុភាពបរោះទេ ត្រូវទេលោកបលាក់គ្រាន់តែមានឯខែជាកូនប្រុសតែចិត្តរបស់លោកបលាក់ខ្លាចលើស្រីទៅទៀត គុណមិនក៏គុណហ៊ានប្រមាថខ្ញុំមួយឆ្នាំ អត់មានប្រមាថការទៀនអីទេលោកខ្ញុំនិយាយតែការពិតលោកភ្លេចហើយចោលផ្លន់នៅកណ្ដាលព្រៃនរណាហ៊ានតតាំងនរណារត់តែព្រះយក គ្រប់ពេលនោះកំភ្លើងមិននឹងខ្ញុំ បើទោះជាមានក៏រត់បាត់ជើងសោព្រះឲ្យរត់តែខ្លួនប៉ុណ្ណឹង ខ្ញុំនិយាយផងខ្ញុំមិនសងសឹកអំណួតរបស់គុណ លោកបលាក់ នៅទេនៅទេ លោកបលាក់លេចខ្ញុំ គុណចង់ទៅណា លោកបលាក់ទៅមកទៅទៅលោកបលាក់ ហើយយ៉ាងណាគ្មានអ្នកជួយគុណដែរអត់ខ្ញុំតាមទៅមក លេចលេច ជួយមក លេចលោកបលាក់លេច គុណ ចៅចិត្ត លោកប៉ា តើមានរឿងអីបានជាលឺស្នូស្ទើរតែគ្លីជាជាក់ផ្ទះ លោកប៉ាលោកបលាក់ខ្លាំងណាស់ លោកបលាក់ធ្វើអីកូន គេមិនរកចាក់កូនតែបានមកចាក់មកជួយតន់ ហេតុអីបានជាលោកធ្វើអំពើអបល័ក្ខមកលើកូនស្រីរបស់ខ្ញុំខំជឿទុកចិត្តលើលោកថាលោកជាមនុស្សល្អជាកល្យាណមិត្តរបស់ខ្ញុំតែទីបំផុតលោកបែរជាតបស្នងសងគុណខ្ញុំដល់របៀបនេះ ព្រះរាជគុណខ្ញុំបានតែខំពិតមែនតែសូមព្រះរាជគុណលើកលែងទោសខ្ញុំផងចុះ លោកនឹងខ្លួនថាខុសត្រង់លោកមកប្រព្រឹត្តបទល្មើសយ៉ាងលិមួកមកលើកូនស្រីរបស់ខ្ញុំអំពើដែលលោកបានធ្វើនេះវាអាក្រក់ស្អីអាក្រក់ហើយអបល័ក្ខជួជាតិជាទីបំផុតការដែលលោកនឹងខ្លួនថាខុសហើយនោះទ្វាសូមលោកឆាប់ចេញពីទីនេះភ្លាម លោកបលាក់លោកមិនបាច់តូចចិត្តតូចខ្លាំងធ្វើអីព្រោះទង្វើដែលលោកធ្វើនេះគឺជាទង្វើដែលខុសពិតមែនតោះយើងត្រឡប់ទៅវិញ ខ្ញុំអរគុណអាចារ្យដែលចិត្តបានមកជួយកូនស្រីក្នុងតនពេលវេលា ចាត់ខ្ញុំអរគុណណាស់
đây thì con bố mà tôi tụt ôn lấy cái này ai đi ចិត្តយកហើយចូលទៅសម្រាប់ចុះ mà phải tôi នារីកូន ចាលោកប៉ា ឡើងទៅសម្រាប់លើផ្ទះជាមួយប៉ា ចាលោកប៉ា ស្បាយណាស់មិនគួរណាកើតហេតុការណ៍ដ៏អាក្រក់បែបនេះសោះបាយនួនពេលនេះវាជាអាការល្អរបស់យើងឯងបង ប៉ុន្តែនេះតែកុំភ្លេចអសោះណាទិសដៅរបស់ពួកយើងគឺបន្ទប់ដាក់មកយប់នេះពេលដែលពួកគេសម្បាច់ភ្លេចខ្លួនតែត្រូវចាំស្ដាប់បញ្ជាពីលោកបល័តសិន បាទបង វាយឆាប់តាមយើង ông đi đứng đấy ông នេះអត់ស្នាអូឃើញតែលោកពីប្រុសច្បាស់វាគួរគ្នាវារបស់ប្លន់ không ấy tao trong lắm trong chết đánh đúng rồi នឹងហើយតែឲ្យតែគ្នាវាច្រើនហើយទម្លេងឆ្កែទុះទៅ mà này ông dương từ của mộ con âu cam co dương rồi của bắt rồi của bóng tập ấy đẹp của bia bay ឥឡូវចេះខ្លួនឯងទៅអានោះអ៊ំទៅចាក់ខ្លួននោះ phát ông mà តោះ ông phải chăm trái thôi đấy มาตอกเลยเฮ้ยเฮ้ยเฮ้ย ចាំទៅហើយ học tiếp thầy là hai đó thầy thiên ông thi như vậy một lớp chắc anh quân con này học hành phải mình lăn cái đấy à chết anh ôi này nó chỉ có cái đấy không thua tao chia luôn gì vậy con mà chết chết
bà lát tay chia ấy chất không tôm chân pan ôi mình làm gì tới đây không con anh tóm phá luôn chơi được không tay hun bà lát chết bọc lên con này đi thiên ạ nè xin chết anh chấp tắt phải dọc đi bọn ai mà cho mày con ở đi không được lấy nữa chết con kia cả hai nữa thật là chưa ông trách không nè xin không ông trách không ông trách nè xin chặt bom lên con chết hãy chỉ biết ta anh ngày đi anh phải là làm anh anh nó còn biết này thôi rồi ai mà làm chết anh nghe tư chết anh này Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video thôi ngồi tay đi cứ sầm ra khôn đi ôi khôn về đi con về đi con sắp đang khôn lấy cho con đi con dừng bây giờ hai con Trời trờiខ្ញុំអរគុណនឹងឯងហើយចៅចិនឥឡូវនេះជាពេលដែលខ្ញុំត្រូវតបស្នងទៅឯងវិញហើយព្រោះឯងបានយកអាយុជីវិតមកបដូរជួយខ្ញុំនិងកូនស្រីរបស់ខ្ញុំមួយលើកជាពីរលើកមកហើយតែកូនខ្ញុំណែចិត្តកូនស្រីតាខ្ញុំនឹងលើកខុនរីកូនស្រីរបស់ខ្ញុំទៅមួយគត់ឲ្យរៀបការនឹងឯងគាត់ជាកូនអង្គុយចុះមកកូនតាពីនឹងសំគុំកូនប្រុសស្រីពុកនឹងរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីក្នុងពេលឆាប់ខាងមុខនេះកូនស្រីចាប់ដៃគ្នាមកកូនស្រីកូនប្រុសសូមឲ្យកូនបានសេចក្តីសុខស្អាត